ព័ត៌មានបានឲ្យដឹងថាត្រកូល iPhone 18 Pro គឺនឹងមានពណ៌ថ្មីនោះគឺ Dark Cherry ឬក៏ហៅម្យ៉ាងទៀតថាស្រដៀងទៅនឹងពណ៌ក្រហមដែលវាគឺជាពណ៌ដ៏ទាក់ទាញហើយត្រូវបានគេរំពឹងថានឹងក្លាយជាតួឯកប្រចាំត្រកូល iPhone 18 ត្រកូលទូរស័ព្ទកំពូលជំនាន់ថ្មី iPhone 18 Pro ស៊េរីឆ្នាំ2026របស់ក្រុមហ៊ុន Apple ត្រូវបានទម្លាយរូបរាងនិងជម្រើសពណ៌ជាបណ្ដាហើយតាមរយៈការលេចធ្លាយវីដេអូបង្ហាញផ្ទាល់និងរូបភាពស្រោមការពារផ្លូវការផ្អែកទៅលើប្រភពព័ត៌មានទាំងនោះ Apple ហាក់នៅតែរក្សាទម្រង់រចនាប័ទ្មរូបរាងស្រដៀងទៅនឹងជំនាន់មុនដដែលប៉ុន្តែបានបន្ថែមភាពទាក់ទាញខ្លាំងលើជម្រើសពណ៌ថ្មីៗព័ត៌មានលេចធ្លាយខាងលើបានបង្ហាញពីពណ៌ចំនួន3ក្នុងចំណោម4ពណ៌រួមមានខៀវខ្ចីពណ៌ប្រផេះក្រមៅនិងពណ៌ដែលលេចធ្លោគឺ Dark Cherry ពណ៌ថ្មីសន្លាងមួយនេះត្រូវបានគេពិពណ៌នាថាពណ៌ក្រហមក្រមៅស្រដៀងទៅនឹងស្រាក្រហមហើយវាត្រូវបានគេរំពឹងថានឹងក្លាយជាពណ៌តួឯកប្រចាំចំនួនដើម្បីមកជំនួសតំណែងពណ៌ទឹកក្រូចរបស់ iPhone 17 Proក្រៅពីពណ៌តួខាងក្រៅក៏មានព័ត៌មានជុំវិញបច្ចេកវិទ្យាអេក្រង់ផងដែរដោយមានការបង្ហើបថាចន្លោះឆ្កូតទម្លុះអេក្រង់ Dynamic X Lens នឹងមានទំហំតូចជាងមុនដែលជួយឲ្យផ្ទៃបង្ហាញរបស់អេក្រង់កាន់តែធំទូលាយជាងមុនមួយកម្រិតទៀតទោះបីជាយ៉ាងណាក៏ដោយអ្នកគាំទ្រប្រហែលជាត្រូវត្រៀមចិត្តទិញ case ទូរស័ព្ទថ្មីព្រោះប្រភពព័ត៌មានបានបញ្ជាក់ថា iPhone 18 Pro និង iPhone 18 Pro Max ថ្មីអាចនឹងមានកម្រាស់ក្រាស់ជាង model មុនដែលធ្វើឲ្យ case series ថ្មីនេះมันអាចយកទៅប្រើរួមគ្នាជាមួយនឹង model ចាស់បាននោះទេគួរជម្រាបផងដែរថាត្រកូល iPhone 18 នេះត្រូវបានគេរំពឹងថានឹងត្រូវប្រកាសសម្ពោធជាផ្លូវការនៅក្នុងខែកញ្ញាឆ្នាំ2026ខាងមុខនេះ